បាទជំរាបសួរពុកម៉ែបងប្អូននៅវេលានេះគឺវេលាយប់ប៉ុន្តែខ្ញុំបាទឆ្លៀនឱកាសដើម្បីនាំពុកម៉ែបងប្អូនមកមើលការរៀបចំសម្រាប់ទទួលទេវតាឆ្នាំថ្មីនៅរាជធានីភ្នំពេញបាទគឺនៅវត្តភ្នំដែលជាកន្លែងត្រូវប្រព្រឹត្តសង្ក្រាន្តធំគឺសង្ក្រាន្តនគរសង្ក្រាន្តបាទគឺបង្វែរពីអង្គរសង្ក្រាន្តនៅសៀមរាបគឺឆ្នាំនេះមកធ្វើនៅក្នុងរាជធានីភ្នំពេញបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចគឺឆ្នាំនេះនៅក្នុងរាជធានីភ្នំពេញមានការប្រព្រឹត្តនគរសង្ក្រាន្តហ្នឹងគឺរយៈពេលរហូតដល់ទៅ6ថ្ងៃចាប់ពីថ្ងៃទី14បាទរហូតដល់ថ្ងៃទី19អញ្ចឹងទេនៅក្នុងឆ្នាំនេះគឺជាឆ្នាំបាទមកមីដែលទៅជាឆ្នាំសេះអញ្ចឹងនៅក្នុងខាងក្រោយខ្ញុំបាទនេះគឺរូបសេះបាទបងប្អូនបានឃើញហើយរូបសេះគឺឆ្នាំនេះធ្វើពីឫស្សីបាទប៉ុន្តែយើងមើលឃើញថាធ្វើពីឫស្សីក៏ពិតមែនប៉ុន្តែពិតជាស្អាតមានការដាក់ភ្លើងអីគឺមើលទៅគួរជាទីចាប់អារម្មណ៍ខ្លាំងបាទកាលពីឆ្នាំមុនគឺឆ្នាំម្សាញ់ឆ្នាំពោះក៏មានការរៀបចំធ្វើអំពីឫស្សីដែរអញ្ចឹងទាំងអស់នេះគឺជាព្រឹត្តិការណ៍រួមនៃការរៀបចំជាបណ្ដាសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងដែលនឹងចូលមកដល់នៅក្នុងថ្ងៃទី14បាទដែលត្រូវជាម៉ោង10:48នាទីព្រឹកបាទដោយបុត្រីទី3នៃកបិលមហាព្រហ្មនឹងយាងចុះមកបាទនៅថ្ងៃទី14នឹងតែម្ដងអញ្ចឹងទេនៅក្នុងថ្ងៃនេះខ្ញុំបាទចង់ជម្រាបពុកម៉ែបងប្អូនឲ្យបានដឹងអំពីរឿងហេតុ7យ៉ាងដែលនឹងកើតឡើងសម្រាប់ឆ្នាំថ្មីដែលនឹងចូលមកដល់នៅក្នុងឆ្នាំថ្មីនេះដោយសារតែទេវតាឆ្នាំថ្មីគឺទ្រង់សោយលោហិតជាអាហារអញ្ចឹងទេតើមានហេតុភេទអ្វីនៅក្នុងឆ្នាំថ្មីនេះអញ្ចឹងខ្ញុំបាទសូមជម្រាបឲ្យពុកម៉ែបងប្អូនបានជ្រាបលម្អិតដូចតទៅបាទគឺនៅក្នុងឆ្នាំថ្មីនេះទំនាយ7យ៉ាងគឺអំពីហេតុភេទកើតឡើងចំពោះស្រុកទេសនៅក្នុងឆ្នាំមកមីនេះគឺមានរឿងត្រូវប្រុងប្រយ័ត្នជាច្រើនបាទអញ្ចឹងទេពុកម៉ែបងប្អូនត្រូវមានរឿងប្រុងប្រយ័ត្នជាច្រើនសម្រាប់ឆ្នាំថ្មីនេះបាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមកមីអត្តស័កពុទ្ធសករាជ2570នឹងឈានចូលមកដល់នៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026បាទគឺនៅវេលាម៉ោង10:48នាទីព្រឹកទេពធីតាដែលនឹងយាងមកគ្រប់គ្រងចំពូទ្វីបមនុស្សលោកគឺជាមគ្គនាយិកាព្រះនាមរក្សសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបាទទ្រង់គង់នៅចតុមហារាជការទ្រង់អំពរពណ៌ខ្មៅលំអនៅព្រះការដោយសៀតផ្កាឈូកបាទលំអនៅព្រះការដោយសៀតផ្កាឈូកអភរណៈកែវមនោរាខសហាទ្រង់លោហិតបាទនេះពុកម៉ែបងប្អូនគឺឆ្នាំហ្នឹងទ្រង់លោហិតបានន័យថាទ្រង់សោយឈាមប្រហ័សស្ដាមគឺទ្រង់ធ្នូហើយព្រះហស្ថឆ្វេងគឺទ្រង់ត្រីសូលទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យសេះជាមគ្គពាហនៈបាទបើកព្រះនេត្រនៅលើខ្នងមនោម័យបាទខ្នងមនោម័យហ្នឹងគឺសេះបាទនេះពុកម៉ែបងប្អូនគឺសេះដែលគេរៀបចំទទួលនឹងឯងក្នុងឱកាសឆ្នាំថ្មីនេះផងដែរតាមរាវសៀវភៅមហាសង្ក្រាន្តឆ្នាំមមីអត្តស័កដែលរៀបរៀងដោយឯកឧត្តមអឹមបូរិនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរគឺបានចងក្រងអំពីទំនាយប្រចាំឆ្នាំមមីអត្តស័កគ្រិស្តសករាជ2026ដែលមានដូចតទៅបាទនេះពុកម៉ែបងប្អូនគឺរឿងហេតុទាំង7ដែលនឹងកើតមានឡើងសម្រាប់ឆ្នាំថ្មីនេះបាទគឺឆ្នាំ2026នេះមួយគឺកែនព្រះភិរុណស័កបាទគឺកែនព្រះភិរុណស័កឆ្នាំនេះប្រហ័សជាអធិបតីបាននាគ5បង្អុលទឹកភ្លៀង500មេដែលចែកចេញជាចក្រវាល200មេព្រៃហែមពៀន150មេមហាសមុទ្រគឺចំនួន100មេនិងចម្ពោះទ្វីបមនុស្សលោកយើងគឺមានចំនួន50មេបាទ
បណ្ដាលឲ្យទឹកភ្លៀងនៅដើមឆ្នាំកណ្ដាលឆ្នាំនិងចុងឆ្នាំគឺភ្លៀងស្មើគ្នាល្អបាទនេះគឺហេតុភេទទី1រីឯហេតុភេទទី2គឺកែនធារាតិគុណឆ្នាំនេះស្ថិតនៅរាសីធ្នូត្រូវត្រង់អាបោលធាតុចុះបាទគឺទំនាយថាអាកាសធាតុត្រជាក់ទឹកភ្លៀងដើមឆ្នាំកណ្ដាលឆ្នាំច្រើនចុងឆ្នាំតិចគឺទឹកច្រើនបាទចុងឆ្នាំតិចទឹកច្រើនបាទគឺនេះគឺហេតុភេទដែលកើតឡើងចំណុចទី2រីឯហេតុភេទទី3គឺទំនាយទឹកទន្លេបាទឆ្នាំនេះទំនាយអំពីទឹកទន្លេស្ទឹងបឹងបួត្រូវសេះសូន្យបាទគឺត្រូវសេះសូន្យទំនាយថាទឹកទន្លេស្ទឹងបឹងបួធំជាងឆ្នាំទាំងពួងបាទអញ្ចឹងពុកម៉ែបងប្អូននៅក្នុងឆ្នាំនេះគឺទឹកទន្លេធំជាងឆ្នាំទាំងពួងទី4គឺកែនធុញញហាបាទឆ្នាំនេះបានសេះសូន្យមានឈ្មោះថាបាបទំនាយថាស្រូវសំណាបក្នុងស្រែចម្ការផលដំណាំបានផល1ភាគខូចខាតអស់9ភាគស្រូវដុះល្អតែ2ដំបូងនឹងកើតទុរភិក្សអត់បាយប្រជានុរាស្ត្រនឹងទទួលរងនៅសេចក្តីក្តៅក្រហាយមានទុក្ខលំបាកព្រោះធញ្ញហាមៀងសាហាផលលាហាមានតម្លៃថ្លៃខ្លាំងណាស់នៅតំបន់ខ្លះគឺកើតក្តីអន្តរាយជាអនេកដោយទុក្ខលំបាកខ្សត់ខ្សោយតក្រព្រោះសត្វកណ្ដុរស៊ីបំផ្លាញផលដំណាំបាទអស់លោកអ្នកនេះគឺជាហេតុភេទទី4ហើយសម្រាប់ហេតុភេទទី5គឺទំនាយការធ្វើស្រែបានន័យថាកែនការធ្វើស្រែទំនាយថាស្រែដីទំនាបនិងស្រែដីទួលគ្រប់ទីកន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាងបាទនេះគឺជាចំណុចទី5ពុកម៉ែបងប្អូនរីឯចំណុចទី6គឺកែនប្រឹក្សាបានន័យថាឆ្នាំនេះត្រូវចំសេះ5គឺត្រូវត្រង់ដើមរកាជាស្ដេចមានទំនាយថាមនុស្សផងទាំងឡាយមិនមានកលយុគស្រណុកជាពេកបាទនេះគឺជាចំណុចទី6រីឯហេតុភេទទី7សម្រាប់ឆ្នាំនេះគឺកែនព្រះអាទិត្យឆ្នាំនេះព្រះអាទិត្យជិះភ្លើងជាដើមទៅទំនាយថាឆ្នាំនេះមានគ្រោះពុំជានៅ7ថ្ងៃបន្ទាប់ពីមហាសង្ក្រាន្តភ្លើងនឹងឆេះនៅក្នុងស្រុកនាមគ្រុឌនាមខ្លានាមនាគនាមពពែរីឯស្រុកនាមកណ្ដុរនឹងកើតទុរភិក្សអត់បាយបាទអស់លោកអ្នកនេះគឺជារឿងហេតុទាំង7ដែលយើងត្រូវតែប្រុងប្រយ័ត្នសម្រាប់ឆ្នាំថ្មីនេះបាទដោយសារតែឆ្នាំថ្មីនេះគឺទេវតាឆ្នាំថ្មីទ្រង់សោយលោហិតអញ្ចឹងទេគឺមានហេតុភេទច្រើនសម្រាប់ស្រុកទេសយើងនៅក្នុងឆ្នាំ2026នេះដែលត្រូវប្រុងប្រយ័ត្នបាទអញ្ចឹងទេសូមជាថ្មីម្ដងទៀតជាចុងក្រោយខ្ញុំបាទក៏សូមជូនពរឲ្យស្រុកកម្ពុជារបស់យើងប្រទេសកម្ពុជារបស់យើងទទួលបានសុខសប្បាយហើយឈ្នះអស់មារសត្រូវចាប់ពីពេលនេះតទៅបាទសូមអរគុណសូមជម្រាបលា